ឃើញហៅពេញតកចឹងណាមិនដោយសារទៅបកលុយអីទេដោយសារតែម្ហូបគេនឹងធូរថ្លៃម្ហូបគេមួយមុខតែ2រៀល9 2រៀល9ណាអ្នកទាំងអស់គ្នាចង់ញ៉ាំប្រភេទសាច់អាំងចកក៏មានបាយក៏មានមីស៊ុបអីក៏មានដែរចង់ញ៉ាំអីហៅនឹងទៅដោយសារតែតម្លៃគេរៀងធូរថ្លៃដែរទេហើយបើនិយាយពីរសជាតិគេវិញក៏ឆ្ងាញ់ដែរដោយប្រភេទសាច់អាំងចកនេះញ៉ាំទៅមានជាតិឆ្ងាញ់ហ្មងប្រភេទមាន់ពងនេះក៏ស្រួយឆ្ងាញ់ដែរបើនិយាយពីសាឡាត់គេនេះវិញឡងប្លែកហ្មងតែមានអីរសជាតិគេឆ្ងាញ់មួយយ៉ាងដែរតាបើប្រភេទមីហើយនឹងបាយគេនេះរសជាតិក៏មុំទទួលយកបានដែរហើយបើប្រភេទ cocktail វិញឡើងតំណងជូតហ្មងមួសុទ្ធទទួលក្នុងរឿង anime នៅនេះគេរៀបចំដូចរបៀបបារបរិយាកាសគេអីក៏រ៉ូម៉ាន់ទិកដែរតែតើគ្នាអាចមកអង្គុយឈៀលនិយាយគ្នាលេងនៅនេះបានគ្រាន់តែអត់សូវធំមែនទេតែតំណងទីតាំងវិញក៏អត់ប្របាក់ហោដែរគឺនៅក្នុងលង្ការ land នឹងហ្មងតែតើគ្នាជិះចូលតាមច្រកលង្ការ land នឹងមកឃើញនៅខាងស្ដាំដែរខាងគេនេះមានឈ្មោះថា Yakitori Banido ចឹងបើល្ងាចឡើងអត់ដឹងណាត់គ្នាទៅណាអាចមកញ៉ាំអីនៅនេះបានតម្លៃធូរថ្លៃហើយឆ្ងាញ់ទៀតចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងឯងបាយខ្ញុំហ៊ាននិយាយថាគឺសមុទ្រនៅ Steamy នេះគឺឆ្ងាញ់ខ្លាំងហ្មងខ្ញុំមកតាមគេ review ដែរទេដោយសារតែចង់នាំចាស់មកភាសាអីក្រៅម្ដងតែក៏នឹកឃើញថាភាសានៅ Steamy នេះហ្មងទៅដោយសារតែឃើញគេ review ថានៅនេះគេលក់ជាប្រភេទម្ហូបចំហុយបែបសុខភាពប៉ាខ្ញុំមកចាស់អស់ហើយចឹងហើយគាត់អត់សូវចូលចិត្តភាសាម្ហូបណាដែលមានរសជាតិដិតពេកនិងមានប្រេងខ្លាញ់ច្រើនពេកទេតែពេលភាសានៅនេះគាត់ភាសាទៅត្រូវមាត់រសជាតិគេសាបល្មមអត់មានប្រេងមានខ្លាញ់អីទេហើយបើនិយាយពីមនុស្សគេច្រើនមុខខ្លាំងហ្មងខ្ញុំអូសឡើងហត់ហើយដោយសារតែខ្ញុំមកគ្នារៀងច្រើនណោះចឹងទៅខ្ញុំបានហៅជាឈុតវិញគាត់ថាឈុតដែលខ្ញុំបានហៅនេះខ្ញុំភ្លេចឈ្មោះបាត់ហើយតែដឹងថាក្នុងនោះមានត្រីមានសាច់គ្រឿងសមុទ្របកាអីហើយគេក៏មានជាប្រភេទស៊ុបយិនសិននេះដែរហើយសំខាន់ណាស់នៅក្នុងសេតហ្នឹងក៏មានបបរពងទាប្រៃនេះទៀតដោយសារតែខ្លាចញ៉ាំបាត់គ្រាន់ក៏បានហៅគ្រឿងសមុទ្រមកឈុតថែមទៀតហើយនឹងប្រភេទឌីមសាមអីដែរបើនិយាយពីគ្រឿងសមុទ្រនេះគឺស្រស់ល្អហ្មងហើយសំខាន់ណាស់គេចម្អិនឲ្យយើងញ៉ាំភ្លាមហ្មងគេមានកំណត់នាទីអីត្រឹមត្រូវផងគេបើបកាវិញសាច់ឡងផ្អែមហ្មងមើលតពណ៌ស្ពល់ក៏ដឹងថាឆ្ងាញ់ដែរហើយបើថាអត់មានបងបកបកាឲ្យបងនៅនឹងគាត់បកឲ្យក៏បានដែរបើនិយាយពីទឹកជ្រលក់វិញអ្នកទាំងអស់គ្នាចង់លាយខ្លួនឯងក៏បានឲ្យបងនៅនឹងគាត់ជួយលាយឲ្យក៏បានដែរហើយសម្រាប់ភេសជ្ជៈវិញខ្ញុំហៅទឹកមានគ្រាប់ឈុបឲ្យម៉ាក់ប៉ាខ្ញុំរសជាតិគេផ្អែមល្មមចាស់គាត់អាចប្រសាបានដែរតែបើខ្ញុំក្មេងៗវិញខ្ញុំហៅជាប្រភេទទឹកតបែកហើយនិងទឹកស្ទ្រូប៊េរីនេះរសជាតិក៏ឆ្ងាញ់រៀងប្លែកដែរបន្ទាប់ពីញ៉ាំម្ហូបអស់ហើយលើដល់វគ្គញ៉ាំបបរពងទាប្រៃនេះម្ដងហើយបបរនេះគឺឆ្ងាញ់មានជាតិហ្មងដោយសារតែវាបានជាតិមកពីគ្រឿងចំហុយហើយសម្រាប់បបរនេះខ្ញុំញ៉ាំឡើងអស់2ចាននៅទាំងអស់គ្នានៅនេះគេមិនត្រឹមតែលក់អាហារសុខភាពទេសូម្បីតែហាងគេហ្នឹងក៏មានផាសុខភាពដែរ clean ស្អាតហ្មងចឹងបើសិនជាអ្នកទាំងអស់គ្នាចង់តែជាមួយគ្រួសារញ៉ាំអាហារបែបសុខភាពអីខ្ញុំ recommend កន្លែងនេះហ្មងម្ហូបគេមានរសជាតិឆ្ងាញ់ហើយតម្លៃក៏សមរម្យអាចទទួលយកបានដែរហើយសម្រាប់ទីតាំង Steamy ដែលខ្ញុំបានមកនេះគឺនៅ Eon 1ជួរខាងមាត់ទន្លេអ្នកទាំងអស់គ្នាបើចូលផ្សារក៏បានដែរចតឡានម៉ូតូនៅមុខហាងហ្នឹងក៏បានចឹងសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នឹងឯងបាយ